ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថាអតីតស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍គីមចាងយុងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជាចំពេលមានការកើនឡើងនៃការឆបោកតាមអ៊ីនធឺណិតដែលផ្ដោតលើជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះការតែងតាំងនេះធ្វើឡើងចំពេលប្រទេសកូរ៉េខាងត្បូងនិងកម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនិងបោសសម្អាតក្រុមឆបោកតាមអ៊ីនធឺណិតខុសច្បាប់ការតែងតាំងមេប៉ូលីសជាឯកអគ្គរដ្ឋទូតនេះបានបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូលក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអនឡាញនិងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលោកគីមដែលបញ្ចប់ការសិក្សានៅសាលានគរបាលជាតិរបស់កូរ៉េខាងត្បូងធ្លាប់បានបម្រើការងារជាប្រធានការិយាល័យសុវត្ថិភាពសាធារណៈនៃទីភ្នាក់ងារនគរបាលក្រុងសេអ៊ូលជាស្នងការទីភ្នាក់ងារនគរបាលជាតិនិងជាកុងស៊ុលប្រចាំទីក្រុងសាវប៉ូឡូប្រទេសប្រេស៊ីលនិងនៅសហរដ្ឋអាមេរិកផងដែរសូមរំលឹកថាកាលពីខែតុលាជនជាតិកូរ៉េខាងត្បូងសរុបចំនួន64នាក់ដែលត្រូវបានឃុំខ្លួននៅកម្ពុជាពីបទឆបោកតាមអ៊ីនធឺណិតត្រូវបានរដ្ឋាភិបាលនាំទៅកូរ៉េខាងត្បូងវិញតាមជើងហោះហើរជួរដើម្បីបន្តស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌនៅកូរ៉េខាងត្បូងហើយអង្គភាពប៉ូលីសមួយត្រូវបានបង្កើតឡើងនៅកម្ពុជាកាលពីដើមខែនេះដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូង